Dục níត្រូវតែបង្ខំឲ្យគេស្ដាប់ប្រព័ន្ធឡើងវិញឲ្យបាន លោកនាយកចៅយើងសំបីតែមូលហេតុរបស់ស៊ូវឹងក៏មិនដឹងផងតើយប់នេះជួបគ្នាត្រូវនិយាយយ៉ាងម៉េចទៅ និយាយអីបើគេហ៊ានលេងល្បិចបែបនេះខ្ញុំមានវិធីធ្វើឲ្យគេប្រមាត់និយាយមិនខាន លោកនាយកចៅខ្ញុំយល់ថាគួរតែស៊ើបឲ្យច្បាស់ពីបំណងពិតរបស់ស៊ូវឹងសិនសមត្ថភាពគេមិនធម្មតាទេបើប្រើកម្លាំងបាយប្រហែលជាកាន់តែយ៉ាប់ហើយ ស៊ើបអីទៀតត្រឹមតែជាបុគ្គលិកដែលគេបណ្ដឹងចេញតើអាចធ្វើអ្វីបានទៅយប់នេះខ្ញុំនឹងទៅដល់ខ្លួនឯងចាំមើលគេចង់លេងល្បិចអ្វីទៀត នេះមិនមែនជាបញ្ហាធម្មតាទេកូនសោសម្រាប់ចាក់សោប្រព័ន្ធនេះគឺមានកូដសម្ងាត់យ៉ាងតិច254ខ្ទង់គ្មានអ្នកណាអាចបំបែកវាបានឡើយ ក្រុមហ៊ុនយើងមិនអាចទទួលយកលក្ខខណ្ឌបែបនេះបានដាច់ខាត តើគាត់បានរៀបចំផែនការនេះយូរប៉ុណ្ណាទៅហើយ ខ្ញុំមិនជឿទេថាគាត់ហ៊ានមិនមកនោះ លោកនាយកចៅខ្ញុំមានអារម្មណ៍ថារឿងនេះវាមិនសាមញ្ញទេស៊ូវឹងមិនមែនជាមនុស្សដែលធ្វើអ្វីដោយមិនគិតមុខក្រោយនោះទេគាត់ប្រកាសជាមានផែនការធំជាតិ គាត់គ្រាន់តែជាបុគ្គលិកដែលត្រូវគេបណ្ដឹងចេញតើអាចមានផែនការអ្វីទៅមិនមែនចង់សងសឹកក្រុមហ៊ុនទេ គាត់អាចនឹងទម្លាយទិន្នន័យឬលក់វាឲ្យគូប្រជែងបានយ៉ាងងាយប៉ុន្តែគាត់មិនធ្វើទេគាត់ទប់កូដខលឲ្យមានន័យថាគាត់ចង់ចរចា អ្នកបម្រើក្នុងហាងកាហ្វេបានយកកាហ្វេមួយកែវមកជូនដោយឥតគិតថ្លៃព្រមទាំងមានក្រដាសតូចមួយសន្លឹកសរសេរថាលោកស៊ូជូនពរឲ្យសំណាងល្អចៅធានរួយស្រឡាំងកាំងមួយភាំងរួចក៏ហែកក្រដាសនោះចោលដោយកំហឹង គាត់កំពុងតែលេងសើចនឹងពួកយើងហើយលូអានមើលទៅក្រដាសដែលហែកដាច់នោះជ្រួញចិញ្ចាំខ្លាំងជាងមុនអ្នកស្រីវាងបង្ហាញអាការៈភ័យស្លន់ស្លោធ្វើអ្វីមិន ម៉ោង 8 ព្រឹកទ្វារហាងកាហ្វេក៏បើកឡើងខ្ញុំក៏ដើរចូលទៅខ្ញុំស្លៀកអាវក្រៅពណ៌ខ្មៅសាមញ្ញមួយទឹកមុខស្ងប់ស្ងាត់ខុសពីការពីម្សិលមិញនៅក្រុមហ៊ុនដែលមើលទៅស្លូតបូតខុសគ្នាដាច់ ស៊ូវឹងលោកចង់ធ្វើស្អីឲ្យប្រាកដហ្នឹង លោកប្រធានចៅកុំតន់អីខ្ញុំមកនេះគឺដើម្បីឲ្យចម្លើយទៅពួកលោក ស៊ូវឹងលោកដឹងខ្លួនទេថាលោកបានធ្វើស្អីខ្លះក្រុមហ៊ុននៃលើវឹកវអស់ហើយអតិថិជនចង់ប្តឹងតម្លៃភាគហ៊ុនក៏ធ្លាក់ចុះលោកនេះវាធ្វើរឿងខុសច្បាប់ហើយ ខុសច្បាប់អីបងស្រីវ៉ាងតើបងប្រកាសទេថាខ្ញុំជាអ្នកធ្វើខុសច្បាប់ឬមួយក៏ការដែលក្រុមហ៊ុនកេងប្រវ័ញ្ចលើបុគ្គលិកប៉ុន្មានឆ្នាំមកនេះវាដូចជាការប្រព្រឹត្តខុសច្បាប់ កុំមកនិយាយវៀងវេអីលោកចង់បានស្អីឲ្យប្រាកដ បើប្រព័ន្ធឲ្យដំណើរការវិញមកខ្ញុំអាចពិចារណាសងការខូចខាតឲ្យលោក សងការខូចខាតលោកប្រធានចៅលោកគិតថាខ្ញុំខ្វះលុយមែនទេ ស៊ូវឹងលោកនិយាយត្រង់មកចុះគោលបំណងដែលលោកចាក់សោប្រព័ន្ធនឹងគឺដើម្បីស្អីយើងមិនចង់តាំងជាមួយលោកទេណាខ្ញុំប្រឡេកមើលពួកគេទាំង3នាក់រួចក៏សម្លឹងទៅមុខលោកចៅធានរួយអ្វីដែលខ្ញុំចង់បានវាសាមញ្ញណាស់គឺភាពយុត្តិធម៌ លោកគ្រាន់តែជាបុគ្គលិកធម្មតាម្នាក់6ឆ្នាំមកនេះមិនដែលបានធ្វើអ្វីឲ្យក្រុមហ៊ុនសោះនៅចង់បានភាពយុត្តិធម៌ស្អីទៀត 6ឆ្នាំមិនដែលបានធ្វើអ្វីលោកប្រធានចៅលោកគិតថាប្រព័ន្ធក្រុមហ៊ុនដែលដំណើរការរលូន6ឆ្នាំមកនេះវាធ្លាក់មកពីលើមេឃមែនទេលោកចៅធានរួយ